bạn anh nhát group chụp xua phục mai bóng phổ nè tam tam tesna channel YouTube ปูមូលទាំងអស់គ្នាថ្ងៃនេះព័ត៌មានទៀតហើយព័ត៌មានថ្មីទៀតហើយបងប្អូនណាក្រោយថៃប្រើលេស100ជំពូកមិនព្រមចូលប្រជុំគណៈកម្មការ JBC ដើម្បីបញ្ជូនមន្ត្រីរបស់ខ្លួនចុះវាស់វែងមិនទាត់ព្រំដែនពេលនេះកម្ពុជាកំពុងតែស្នើសុំម្ដងហើយម្ដងទៀតដើម្បីឲ្យមានការប្រជុំជាលក្ខណៈផ្លូវការនៅក្នុងការវាស់វែងមិនទាត់ព្រំដែនផ្លូវគោកផ្លូវទឹកឯនោះមិនទាន់ទាំងដោះស្រាយចេញឥឡូវនេះងាកមកមើលផ្លូវគោកវិញម្ដងបងប្អូនណារាជធានីភ្នំពេញកម្ពុជាបានផ្ញើកំណត់ទូតថ្មីម្ដងទៀតស្នើឲ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ JSTS ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្ដែងឲ្យបានឆាប់រហ័សបំផុតបន្ទាប់ពីភាគីថៃបានប្រើលេស100ជំពូកដើម្បីគេចខ្លួនចេញពីការប្រជុំនានាក្នុងសេចក្តីប្រកាសសារព័ត៌មានចេញកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2026នេះរដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជាបានអះអាងថាកន្លងមកគណៈកម្មាធិការ JBC ខាងកម្ពុជាបានបញ្ជូនកំណត់ទូតទៅជាច្រើនលើកទៅគណៈកម្មការ JBC ខាងថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសនិងស្នើដាក់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងតែម្ដងប៉ុន្តែភាគីថៃឯនោះវិញពុកម៉ែបងប្អូនហើយបានឆ្លើយតបដោយស្នើលើកពើជាបន្តបន្ទាប់ក្រោមហេតុផលដូចនេះថាបំពេញនីតិវិធីផ្ទៃក្នុងរងចាំការបោះឆ្នោតថ្នាក់ជាតិរងចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មីរងចាំការបោះឆ្នោតជ្រើសរើសគណៈរដ្ឋមន្ត្រីថ្មីនិងរងចាំអនុម័តដោយគណៈរដ្ឋមន្ត្រីថៃលើការតែងតាំងប្រធាននិងសមាជិកភាពថ្មីនៃគណៈកម្មាធិការ JBC របស់ខ្លួនប៉ុន្តែមកទល់ពេលនេះទៅហើយទោះបីជានាយករដ្ឋមន្ត្រីថៃថ្មីត្រូវបានតែងតាំងហើយគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើងនិងដំណើរការកិច្ចប្រជុំជាច្រើនលើកមកហើយក៏ដោយនោះក៏រាជរដ្ឋាភិបាលថៃឬរាជរដ្ឋាភិបាលចៅក្រុមនេះនៅតែមិនទាន់តែងតាំងប្រធានឬសមាជិកសភាថ្មីនៃគណៈកម្មាធិការ JBC របស់ខ្លួននៅឡើយទេរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាចាត់ទុកការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាននៃសមាជិកភាព JBC ថ្មីនិងការមិនចាត់បញ្ចូលក្រុមវាស់វែងចម្រុះដើម្បីបន្តអនុវត្តការងារនៅលើដីជាក់ស្ដែងនេះគឺផ្ទុយទៅនឹងខ្លឹមសារនៃការកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC រវាងកម្ពុជាថៃចុះថ្ងៃទី22ខែតុលាឆ្នាំ2025និងស្មារតីនៃសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសកថាខណ្ឌទី3និងកថាខណ្ឌទី4ដែលផ្ដល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែងខណ្ឌសីមាដីជាក់ស្ដែងឲ្យឆាប់បំផុតព្រមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់គ្មានការរារាំងប៉ុន្តែប៉ុណ្ណោះមិនព្រមចូលប្រជុំនិងមិនបញ្ជូនមន្ត្រីវាស់វែងដែនព្រំដែនកម្ពុជាប៉ុន្តែលើដីជាក់ស្ដែងភាគីថៃបាននឹងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជានិងធ្វើសកម្មភាពដោយខុសច្បាប់ក្នុងគោលបំណងបង្កើនស្ថានភាពថ្មីលើដីជាក់ស្ដែងទោះបីជាភាគីថៃបានតវ៉ាយ៉ាងច្រើនលើតាមផ្លូវការទូតយ៉ាងណាក៏ដោយជាថ្មីម្ដងទៀតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅលើសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជាព្រមទាំងបង្កើនភាពថ្មីក្នុងទឹកដីជាក់ស្ដែងពីសំណាក់យោធាថៃគណៈកម្មាធិការ JBC ភាគីកម្ពុជាប្រកាសមិនទទួលស្គាល់ដាច់ខាតនៅការកែប្រែខ្សែប្រទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលវេលាកន្លងមកនិងបច្ចុប្បន្នភាពហើយនឹងទៅអនាគតអស់លោកស្រីអ្នកនាងកញ្ញាអ្នកតាមដានទស្សនា Channel YouTube ពូមុលគួររំលឹកឡើងវិញថា
ថៃតែងតែបដិសេធនៅក្នុងការមិនចូលរួមមកវាស់វែងដីតាមបន្ទាត់ព្រំដែនដោយលើកហេតុផលផ្សេងដូចជារងចាំបោះឆ្នោតនាយករដ្ឋមន្ត្រីសិនរងចាំតែងតាំងគណៈរដ្ឋមន្ត្រីសិនឥឡូវនេះមានអស់ហើយរងចាំការអនុម័តសមាជិកភាពអ្នកចូលរួមក្នុងការវាស់វែងសិនតែខ្ញុំគិតថានេះគ្រាន់តែជាលេសរបស់ពួកចៅថៃដើម្បីអភិវឌ្ឍតំបន់នានាហើយបោកប្រាស់អន្តរជាតិថានេះគឺជាទឹកដីរបស់ពួកគេតែទោះបីជាយ៉ាងណាក៏ដោយនោះកម្ពុជាបានបដិសេធចោលទាំងស្រុងរួចទៅហើយនៅអ្វីដែលថៃបានបំពេញមកលើខ្មែរជាពិសេសគឺខ្សែបន្ទាត់ព្រំដែនដែលប្រែប្រួលដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនា Channel YouTube កុំភ្លេចជួយ Subscribe Channel ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីៗ